តែសត្វកង្កែបបានចឹកជើងរបស់គេកង្កែបនេះគឺជាសត្វកង្កែបតើប៉ុន្តែហេតុអ្វីបានជាឯងចឹកជើងរបស់យើងអញ្ចឹងក៏ល្អដែរយើងនឹងយកឯងធ្វើជាអាហារចោះតែបើសិនជាមានថ្នោតជូរមួយបំពង់ទៀតនោះមិនដឹងថាល្អយ៉ាងណានោះទេលោកម្ចាស់កុំឆេះខ្ញុំអីបានទេនេះសត្វកង្កែបចានិយាយចម្លែកខ្លាំងណាស់កង្កែបឯងគឺជាសត្វប៉ុន្តែហេតុអ្វីបានជាឯងអាចនិយាយភាសាមនុស្សបានអញ្ចឹងព្រោះខ្ញុំគឺជាកង្កែបមិនធម្មតានោះអីមែនហើយខ្ញុំអាចនិយាយភាសាមនុស្សបានបើសិនជាលោកម្ចាស់មិនសម្រាប់ខ្ញុំនឹងប្រាប់លោកម្ចាស់អំពីកន្លែងដែលមានមាសកន្លែងដែលមានមាសនៅភូមិដាច់ស្រយាលមួយដែលនៅឆ្ងាយពីទីក្រុងមានម្ដាយកូនពីរនាក់រស់នៅក្នុងភូមិនោះជារៀងរាល់ថ្ងៃម្ដាយតែងតែយកបន្លែទៅលក់នៅឯផ្សារចំណែកកូនបន្ទាប់ពីទំនេរពីការងារស្រែចម្ការក៏ឧស្សាហ៍ចូលទៅក្នុងព្រៃកាប់អុសណាស់ដែរកូនប្រុសឯងរៀបចំខ្លួនទៅព្រៃទៀតហើយមែនបាទម៉ែថ្ងៃនេះខ្ញុំគិតថាទៅព្រៃតើម៉ែមានការអ្វីមែនទេម៉ែគ្រាន់តែឆ្ងល់ហើយចោះការងារស្រែចម្ការយ៉ាងម៉េចហើយកូនតើកូនបានទៅមើលខ្លះដែរឬអត់បាទម៉ែស្រែយើងឆ្នាំនេះមិនសូវល្អប្រហែលទេស្មៅច្រើនខុសពីរាល់ដងប៉ុន្តែយ៉ាងណាក៏ដោយម៉ែកុំបារម្ភអីនៅពេលដែលរដូវច្រូតកាត់ខាងមុខស្រូវយើងច្បាស់ជាល្អជាមិនខានមានហើយចោះថ្ងៃនេះម៉ែអត់ទៅលក់បន្លែនៅផ្សារទេឬម៉ែនៅចាំមួយបន្លែមកសិននៅពេលដែលគេយកបន្លែមកដាក់ម៉ែនឹងយកបន្លែទៅលក់នៅផ្សារភ្លាមបាទម៉ែបើអញ្ចឹងខ្ញុំទៅព្រៃហើយណាមួយសន្ទុះក្រោយមកបន្ទាប់ពីកូនប្រុសរបស់គាត់ដើរចូលទៅក្នុងព្រៃបានគាត់ស្រាប់តែមានអារម្មណ៍ថាឈឺក្បាលវិលមុខខុសពីធម្មតាខ្ញុំមានអារម្មណ៍ថាឈឺក្បាលវិលមុខខ្លាំងណាស់តើមានរឿងអ្វីកើតឡើងចំពោះខ្ញុំទៅខ្ញុំមិនអាចទ្រាំបានទេនិយាយបានតែប៉ុណ្ណេះគាត់ក៏បានដួលសន្លប់នៅលើដីបាត់ទៅម៉ែតើម៉ែកើតអ្វីនឹងហេតុអ្វីបានជាម៉ែដួលសន្លប់ដូច្នេះអ៊ំស្រីគាត់បានធ្លាក់ខ្លួនឈឺជាទម្ងន់ពីមួយថ្ងៃទៅមួយថ្ងៃជំងឺរបស់គាត់នៅតែមិនទាន់ជាសះស្បើយឡើយរហូតដល់អ្នកទាំងពីរទៅខ្ចីប្រាក់លោកសេដ្ឋីរឿងប្រាក់យើងប្រកាសជាឲ្យខ្ចីតែបើដល់ថ្ងៃកំណត់ហើយឯងមិនសងយើងវិញទេនោះយើងនឹងធ្វើតាមកិច្ចសន្យាហើយណាបានលោកសេដ្ឋីខ្ញុំដឹងហើយដើម្បីជួយជីវិតម្ដាយរបស់ខ្ញុំមិនរុញរានោះទេម៉ែខ្ញុំបានខ្ចីប្រាក់លោកសេដ្ឋីហើយខ្ញុំបានដាក់បញ្ចាំប្លង់ផ្ទះនេះខ្ញុំសង្ឃឹមថាម៉ែនឹងជាឆាប់ទៅចោះព្រះអើយកូនប្រុសហេតុអ្វីមិនឲ្យម៉ែស្លាប់ទៅបើសិនជាយើងអត់មានប្រាក់សងលោកសេដ្ឋីនោះទេអញ្ចឹងបានន័យថាយើងក៏អត់មានផ្ទះនៅដែរហើយលោកសេដ្ឋីនឹងរឹបអូសយកផ្ទះយើងហើយណាកូនខ្ញុំបានធ្វើវាឲ្យម៉ែប៉ុន្តែឲ្យតែម៉ែនៅមានជីវិតយើងទៅណាក៏បានដែរមួយឆ្នាំបានកន្លងផុតទៅជំងឺរបស់អ៊ំស្រីគាត់ក៏បានធូរស្រាលឡើងវិញប៉ុន្តែផ្ទះនិងដីរបស់អ្នកទាំងពីរក៏ត្រូវបានលោកសេដ្ឋីរឹបអូសព្រោះតែពួកគេគ្មានប្រាក់សងតាមការកំណត់ហើយពិតជាហេងមែនវើយប្រាក់បន្តិចបន្តួចសោះបែរជាអាចដូរបានដីក្នុងផ្ទះនេះយើងពិតជាមានគំនិតឆ្លាតវៃមែនឥឡូវយើងគិតថានឹងដាក់លក់ដីនេះក្នុងតម្លៃថ្លៃព្រោះទីតាំងនិងភូមិសាស្ត្រនេះវាល្អខ្លាំងណាស់អ្នកដែលមានប្រាក់គេប្រកាសជាឃើញពីគុណសម្បត្តិដីនេះហើយនិយាយអំពីម្ដាយកូនទាំងពីរអ្នកនេះវិញបន្ទាប់ពីពួកគេបាត់បង់ផ្ទះនិងដីហើយនោះអ្នកទាំងពីរក៏បានធ្វើខ្ទមតូចមួយនៅចំការរបស់ខ្លួនហើយអ្នកទាំងពីរក៏មានចិត្តជ្រះថ្លាណាស់ផងដែរចំពោះខ្ទមអ្នកតាមួយនៅក្រោមដើមឈើដ៏ធំនេះកូនសម្លាញ់តើឯងដឹងទេនេះគឺជាដីគេមរតកឪពុករបស់កូនហើយការដែលឪពុករបស់កូននៅរស់គាត់តែងតែមកបន់ស្រន់នៅខ្ទមអ្នកតានេះជាញឹកញាប់ស្ដាយណាស់ម៉ែខ្ញុំពិតជានឹកពុកខ្លាំងណាស់មិនគួរណាគាត់ទៅចោលពួកយើងសោះកូនសម្លាញ់អើយឲ្យតែម៉ែឃើញខ្ទមអ្នកតានេះម៉ែតែងតែនឹកដល់ពុករបស់ឯងរហូតឥឡូវកុំនិយាយច្រើនអីពួកយើងឆាប់ជូតសម្អាតនិងដាក់សែននឹងវាយឲ្យលោកតាចោះបានម៉ែមួយសប្តាហ៍ក្រោយមកឲ្យតែនឹកដល់រឿងនេះម៉ែពិតជាឈឺចាប់ណាស់មិនគួរណាលោកសេដ្ឋីធ្វើបែបនេះចំពោះយើងសោះត្រឹមប្រាក់បន្តិចបន្តួចគាត់បែរជាយកដីនឹងផ្ទះយើងចំនួនថ្លៃប្រាក់ដែលខ្ចីខ្ញុំក៏មិននឹកស្មានដែរម៉ែគាត់គ្មានការលើកលែងបន្តិចសោះឡើយប៉ុន្តែមិនអីទេយ៉ាងណាពួកយើងក៏មានខ្ទមតូចមួយសម្រាប់រស់នៅផងដែរចាំកូនទៅព្រៃកាប់ឲ្យយកទៅលក់ដែរម៉ែចំណែកម៉ែនៅផ្ទះចោះម៉ែត្រូវតែថែរក្សាសុខភាពឲ្យបានល្អណា
បើអញ្ចឹងកូនឯងកុំភ្លេចយកចេកទៅសែនថ្វាយដល់ខ្ទមអ្នកតាចំណាននោះផងណាបាទម៉ែខ្ញុំដឹងហើយបន្ទាប់ពីមកដល់ខ្ទមអ្នកតាហើយគេបានដាក់សែនដង្វាយចេករួចលើកដៃប្រណម្យបន្ទាប់មកគេក៏បានដើរចូលទៅក្នុងព្រៃគូឲ្យអាណិតម្ដាយគូទាំងពីរនាក់នេះខ្លាំងណាស់ពួកគេជាមនុស្សល្អមិនគួរណាត្រូវបានលោកសេដ្ឋីធ្វើបាបដូច្នេះសោះយើងគឺជាអ្នកតាដែលថែរក្សាព្រៃព្រឹក្សានៅទីនេះយើងនឹងជួយពួកគេទៅចោះបន្ទាប់ពីនិយាយហើយអ្នកតាក៏បានប្រែក្រឡាទៅជាសត្វកង្កែបមួយក្បាលនិយាយអំពីបរិយានេះវិញនៅពេលដែលគេកំពុងតែកាប់អង្សស្រាប់តែសត្វកង្កែបបានចឹកជើងរបស់គេកង្កែបនេះគឺជាសត្វកង្កែបតើប៉ុន្តែហេតុអ្វីបានជាឯងចឹកជើងរបស់យើងអញ្ចឹងក៏ល្អដែរយើងនឹងយកឯងធ្វើជាអាហារចោះតែបើសិនជាមានថ្នោតជូរមួយបំពង់ទៀតនោះមិនដឹងថាល្អយ៉ាងណានោះទេលោកម្ចាស់កុំឆេះខ្ញុំអីបានទេនេះសត្វកង្កែបចានិយាយចម្លែកខ្លាំងណាស់កង្កែបឯងគឺជាសត្វប៉ុន្តែហេតុអ្វីបានជាឯងអាចនិយាយភាសាមនុស្សបានអញ្ចឹងព្រោះខ្ញុំគឺជាកង្កែបមិនធម្មតានោះអីមែនហើយខ្ញុំអាចនិយាយភាសាមនុស្សបានបើសិនជាលោកម្ចាស់មិនសម្រាប់ខ្ញុំនឹងប្រាប់លោកម្ចាស់អំពីកន្លែងដែលមានមាសកន្លែងដែលមានមាសត្រូវហើយលោកម្ចាស់ដល់ទៅខាងមុខទៅខាងកើតងាកបន្តិចនៅខាងឆ្វេងដៃលោកម្ចាស់នឹងឃើញផ្លូវតូចមួយលោកម្ចាស់ត្រូវតែដើរទៅត្រង់បន្តិចពេលនោះលោកម្ចាស់នឹងឃើញលាអាងហើយបន្តមកមាននៅក្នុងលាអាងនោះហើយយីផ្លូវឯងមិនក៏វិញឆ្ងាយខ្លាំងម្ល៉េះយើងដូចជាមិនជឿឯងទេសត្វកង្កែបយើងនឹងយកឯងទៅជាមួយបើសិនជាទីនោះឲ្យមានមាសទេយើងនឹងមិនឲ្យឯងរួចខ្លួនទេវើយមួយសន្ទុះក្រោយមកគេក៏បានមកដល់លាអាងហើយគេពិតជាបានឃើញមាសពិតមែនព្រះអើយនៅទីនេះពិតជាមានមាសមែនហេតុអ្វីបានជាខ្ញុំមិនដែលដឹងស្អីអញ្ចឹងប៉ុន្តែខ្ញុំមិននឹងអាចហ៊ានយកមាសនេះទៅខ្ញុំជឿជាក់ថារបស់ទាំងអស់នេះប្រកាសជាមានម្ចាស់ខ្ញុំមិនហ៊ានយកនោះទេអ្នកតាដែលជាសត្វកង្កែបលុះឮដូច្នេះហើយគាត់ប្រកាសក្នុងចិត្តថាគេមិនហ៊ានយកឡើយព្រោះគេជាមនុស្សស្មោះត្រង់បន្ទាប់មកសត្វកង្កែបក៏បានប្រែក្រឡាទៅជាអ្នកតាវិរៈតាមពិតទៅយើងគឺជាអ្នកតាដែលនៅក្រោមដើមឈើនៅចំការរបស់ឯងយើងមានចេតនាចង់ផ្ដល់មាសនេះឲ្យឯងប៉ុន្តែឯងជាមនុស្សស្មោះត្រង់ទើបបានជាឯងមិនហ៊ានយកឥឡូវនេះឯងយកមាសនេះមួយហឹបចោះយកទៅប្រកបរបររកស៊ីដោយសុចរិតស្មោះត្រង់មនុស្សល្អដូចជាឯងប្រកាសជាអនាគតនឹងល្អលោកគឺជាអ្នកតាគេនិយាយបានតែប៉ុណ្ណេះអ្នកតាក៏រលាយខ្លួនបាត់ទៅចំណេះការក្រៃមកបន្ទាប់ពីគេទទួលបានមាសនោះហើយគេក៏បានយកទៅរកស៊ីប្រកបដោយសុចរិតទៀងត្រង់មិនយូរប៉ុន្មានគេក៏បានក្លាយទៅជាអ្នកមានហើយរស់នៅយ៉ាងមានសុភមង្គលទៀតផងប៉ុន្តែយ៉ាងនេះក្តីគេមិនដែលភ្លេចឡើយនៅការបន់ស្រន់ហើយតែងតែយកសំណែនមកសែនដល់អ្នកតាជាញឹកញាប់រហូតធ្វើឲ្យលោកសេដ្ឋីមានចិត្តលោភលន់គេមានការសង្ស័យយ៉ាងខ្លាំងតាមពិតម៉ែកូនដែលយើងប្លន់យកដីនឹងផ្ទះកាលពីប៉ុន្មានឆ្នាំមុននោះគេមានដូចសពថ្ងៃនេះដោយសារតែការបន់ស្រន់ខ្ទមអ្នកតានឹងបានជួបសត្វកង្កែបសោះអញ្ចឹងយើងត្រូវតែទៅបន់ស្រន់បន្ទាប់មកសត្វកង្កែបនឹងជូនជើងទៅកន្លែងដែលមានមាសប្រាក់ច្រើនហើយយើងនឹងក្លាយទៅជាមហាសេដ្ឋីលុះគិតឃើញដូច្នេះហើយលោកសេដ្ឋីក៏បានតែងខ្លួនជាអ្នកក្ររហាមហើយទៅបន់ស្រន់នៅខ្ទមអ្នកតានោះអ្នកតាអើយខ្ញុំក្រីក្រលំបាកណាស់ខ្ញុំចង់ក្លាយជាអ្នកមានប៉ុន្តែឥឡូវនេះខ្ញុំមានតែពូថៅខ្ញុំនឹងយកទៅកាប់អស់នៅក្នុងព្រៃសិនសេដ្ឋីបន់ស្រន់រួចហើយគាត់ក៏បានចូលទៅក្នុងព្រៃកាប់អស់ហើយគាត់ក៏បានជួបជាមួយនឹងសត្វកង្កែបពិតមែនកង្កែបទីបំផុតយើងបានជួបឯងហើយឯងឆាប់នាំយើងទៅកន្លែងដែលមានមាសប្រាក់ច្រើនឲ្យលឿនបើមិនចឹងទេយើងនឹងសម្លាប់ឯងសត្វកង្កែបក៏បាននាំលោកសេដ្ឋីទៅកន្លែងលាអាងនោះមិនយូរប៉ុន្មានលោកសេដ្ឋីក៏បានមកដល់ទីបំផុតមាសប្រាក់យើងបានមកដល់ទីនេះហើយយើងនឹងយកមាសប្រាក់នេះទាំងអស់ស្រាប់តែពេលនោះកង្កែបក៏បានប្រែក្រឡាទៅជាអ្នកតាសេដ្ឋីឯងគឺជាមនុស្សលោភលន់វាដល់ថ្ងៃហើយដែលឯងត្រូវស្លាប់នោះឯងមិនបាច់រស់នៅលើโลกនេះទៀតទេអ្នកតាក៏បានដាក់មួយដំបងធ្វើឲ្យលោកសេដ្ឋីប្រកាសស្លាប់នៅនឹងកន្លែងនោះទៅបន្ទាប់មកអ្នកភូមិក៏បានដឹងរឿងនេះហើយពួកគេពិតជាសប្បាយចិត្តណាស់ព្រោះវត្តមានរបស់លោកសេដ្ឋីតែងតែធ្វើបាននៅស្រុកភូមិអ្នកទុនខ្សោយព្រោះគាត់អាំងអំណាចរបស់គាត់ជាអ្នកមានហើយគាត់មានដូចសពថ្ងៃនេះព្រោះតែការកេងប្រវ័ញ្ចរបស់គាត់នោះឯង